ធ្លុកគំនិតអាចរោចអញអានសៀវភៅនេះគេសរសេរថាអ្វីដែលអះអាងថាផលប្រយោជន៍របស់មេដឹកនាំគឺជាផលប្រយោជន៍ជាតិអាខ្លាឯងយល់មិនដែរអាចជ្រៅសម័យគ្រប់គ្រងជំនាន់បុរាណសិលធម៌រាជធម៌គឺជាករណីយកិច្ចដែលត្រូវបំពេញរបស់ក្សត្រមេដឹកនាំហេតុនេះទុករបស់រាជជាទុករបស់មេដឹកនាំសម័យទំនើបឬបដិវត្តឧស្សាហកម្មជំនាន់ទី5នេះវិញអញយល់ថាវាហាក់ដូចដើរបញ្ច្រាស់មិនទេនៅពេលពួកអ្នកដឹកនាំមួយចំនួននិយាយថាធ្វើដើម្បីជាតិដើម្បីសង្គមដើម្បីប្រយោជន៍រួមវាហាក់បង្កប់ន័យថាផលប្រយោជន៍ទាំងនោះដើម្បីអញជាមេទៅវិញអញថាចាំឃើញលទ្ធផលសិនចាំជឿគុំយកភ្នែកវិនិច្ឆ័យយកបញ្ញានិងការគិតគ្រប់ជ្រុងជ្រោយមកវិតម្លៃថាតើអ្វីដែលពួកគេលើកឡើងពិតជាមានចេតនាល្អនិងសុចរិតដែរឬទេអាចរោចអាមែនវៃស្ដាប់សំឡាញ់បកស្រាយទៅដូចភ្លឺភ្នែកចាំជេរគ្នាពេលក្រោយទៀតអញរវល់បង្ហើយអានសៀវភៅនេះបញ្ចប់សិន